ទូរទស្សនិកជនជុំវិញការពន្យាពេលនៃដំណើរទស្សនកិច្ចរបស់លោក Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិកទៅកាន់ប្រទេសចិនយើងមានការចូលរួមបន្ថែមទៀតបាទពីអ្នកតាមដានព្រឹត្តិការណ៍អន្តរជាតិរបស់ទូរទស្សន៍ព័ត៌មាន BTV គឺលោកចិនសេរីមដែលលោកនឹងចូលរួមលំអិតបន្ថែមអំពីមូលហេតុសំខាន់ក៏ដូចជាផលប៉ះពាល់ដែលអាចកើតចេញអំពីការពន្យាពេលបាទលោកសេរីមមុននឹងចូលទៅនិយាយអំពីផលប៉ះពាល់ដែលវាអាចកើតមានចង់លោករំលឹកបន្តិចថារឿងដំណើរទស្សនកិច្ចនេះឥឡូវនេះពិតជាត្រូវពន្យាពេលមែនឬក៏នៅតែអត់ទាន់ច្បាស់នៅឡើយទេហើយបើពន្យាពេលអ្វីខ្លះអាចជាមូលហេតុនៅពីក្រោយនេះបាទចំពោះការពន្យាពេលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិននេះគឺនៅតែមានច្បាស់លាស់នៅឡើយដោយសារតែបើនិយាយពីពាក្យលោក Donald Trump ប្រធានាធិបតីរបស់សហរដ្ឋអាមេរិកបាននិយាយពីម្សិលមិញហ្នឹងគឺលោកប្រើពាក្យ want to postpone មានន័យថាចង់ពន្យាមានមិនមែននឹងពន្យាទេគឺលោកប្រើពាក្យថាចង់ពន្យាសូម្បីតែអ្នកនាំពាក្យសេដ្ឋវិមានក៏ប្រើពាក្យថាចង់ពន្យាដែរអញ្ចឹងមានន័យថាភាពច្បាស់លាស់ហ្នឹងគឺអាចភាគរយច្រើនអាចភាគរយខ្ពស់ប្រធានាធិបតីរបស់សហរដ្ឋអាមេរិកលោក Donald Trump ហ្នឹងគឺពន្យាពេលព្រោះលោកចង់ពន្យាពេលហើយចំពោះភាពពិតប្រាកដថាពន្យាឬយ៉ាងណា 100% ក៏មិនដែរបើតាមពាក្យហ្នឹងពីព្រោះពាក្យនេះបញ្ជាក់ថាលោកចង់ពន្យាពេលទេហើយបើតាមការណាត់ការដាក់ពេលវេលាក្នុងជំនួបរវាងប្រធានាធិបតីរបស់សហរដ្ឋអាមេរិកនិងប្រធានាធិបតីរបស់ប្រទេសចិននេះគឺនឹងត្រូវធ្វើដំណាច់ខែមីនានេះដូច្នេះពេលវេលាវាគៀកទៅហើយបើតាមប្រធានាធិបតីរបស់សហរដ្ឋអាមេរិកបញ្ជាក់ហ្នឹងថាលោកចង់ពន្យាពេលរយៈពេល1ខែហើយមូលហេតុសំខាន់ដែលនាំឲ្យប្រធានាធិបតីរបស់សហរដ្ឋអាមេរិកលោក Donald Trump លោកពន្យាពេលហ្នឹងគឺហេតុផលតែមួយទេគឺលោក Trump បានបញ្ជាក់ដោយខ្លួនឯងតែម្ដងកាលពីថ្ងៃម្សិលមិញថាមូលហេតុសំខាន់ដែលនាំឲ្យលោកចង់ពន្យាពេលដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិននេះគឺដោយសារតែនៅពេលបច្ចុប្បន្ននេះសហរដ្ឋអាមេរិកកំពុងជាប់ដៃសង្គ្រាមនៅជាមួយនឹងប្រទេសអ៊ីរ៉ង់ដូច្នេះក្នុងអំឡុងពេលដែលសហរដ្ឋអាមេរិកមានសង្គ្រាមជាមួយប្រទេសអ៊ីរ៉ង់នេះគឺលោកហាក់មិនចង់ធ្វើដំណើរចាកចេញពីទឹកដីសហរដ្ឋអាមេរិកទេលោកចង់នៅលើទឹកដីរបស់សហរដ្ឋអាមេរិកចង់នៅកន្លែងដើម្បីងាយស្រួលក្នុងចំណាត់ការណាមួយឆ្លើយតបទៅលើប្រទេសអ៊ីរ៉ង់ក្នុងសង្គ្រាមដែលកំពុងតែផ្ទុះឡើងហើយចំពោះហេតុផលផ្សេងទៀតនោះគឺដូចជាមិនមានខាងសហរដ្ឋអាមេរិកនឹងលើកឡើងពីហេតុផលផ្សេងទៀតក្រៅតែពីសង្គ្រាមទេដូច្នេះនិយាយជារួមមកវិញចំពោះដំណើរទស្សនកិច្ចដែលគ្រោងទុកយូរហើយរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ធ្វើដំណើរទៅកាន់ប្រទេសចិននេះគឺអាចនឹងពន្យាពេលព្រោះលោកចង់ពន្យាពេលមូលហេតុគឺដោយសារតែសង្គ្រាមនៅប្រទេសអ៊ីរ៉ង់ប៉ុន្តែគ្រាន់តែមានក្តីកង្វល់ច្រើននៅត្រង់ថាការពន្យាពេលដំណើរទស្សនកិច្ចរបស់លោក Trump នេះធ្វើឲ្យខាងភាគីចិននេះខកចិត្តដោយសារតែខាងចិនគឺរំពឹងទុករួចស្រេចទៅហើយថាក្នុងអំឡុងពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំងប្រទេសចិននេះគឺចិនមានរឿងរ៉ាវច្រើនដែលត្រូវនិយាយគ្នាជាមួយសហរដ្ឋអាមេរិកជាពិសេសពាក់ព័ន្ធទៅនឹងទំនាក់ទំនងពាណិជ្ជកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងប្រទេសទាំងពីរពីព្រោះកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងប្រទេសចិននេះមិនទាន់មានកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីទេហើយក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោក Trump នៅដំណាច់ខែមីនានេះបើតាមការគ្រោងទុកភាគីទាំងពីរអាចនឹងនិយាយរឿងច្រើនទៀតក្រៅពីពាណិជ្ជកម្មហើយក៏អាចនឹងចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីរវាងប្រទេសមហាអំណាចទាំងពីរដែរដូច្នេះសរុបមកវិញរហូតមកដល់ពេលនេះភាពមិនច្បាស់លាស់នៅតែមានហើយអត្រាភាគរយខ្ពស់ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ទៅកាន់ប្រទេសចិននេះអាចនឹងពន្យាពេលហើយហេតុផលគឺដោយសារតែសង្គ្រាមនៅប្រទេសអ៊ីរ៉ង់នេះតែម្ដងបាទជាក់ស្ដែងគឺដំណើរទស្សនកិច្ចនេះគ្រោងនឹងកើតមាននៅថ្ងៃទី31ខែមីនាហើយបន្តដល់ថ្ងៃទី2ខែមេសាបើសិនជាមិនមានការប្រែប្រួលគឺនេះគឺជារយៈពេលនៃដំណើរទស្សនកិច្ចរបស់មេដឹកនាំអាមេរិក Donald Trump ទៅកាន់ប្រទេសចិនហើយឥឡូវនេះគឺវាលែងច្បាស់បាទមិនដឹងថាទៅឬក៏មិនទៅឥឡូវបើយើងនិយាយនៅក្នុងករណីថាលោក Trump មិនទៅអាចមានផលប៉ះពាល់អ្វីខ្លះកើតឡើងដែរបាទ
បាទបើសិនបើលោក Donald Trump មិនទៅមានន័យថាគម្រោងគ្រប់យ៉ាងដែលភាគីទាំងពីរបានពិភាក្សាគ្នាផងបានរៀបចំទុកជាមុនសម្រាប់ជំនួបនៃមេដឹកនាំកម្ពុជារបស់ប្រទេសមហាអំណាចទាំងពីរនេះគឺត្រូវខកខានទាំងអស់ត្រូវខកខាននៅត្រង់ថាសូម្បីតែពេលនេះគឺភាគីតំណាងខាងផ្នែកពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកនិងខាងប្រទេសចិននឹងកំពុងតែពិភាក្សាគ្នាកំពុងតែជួបគ្នានៅទីក្រុងប៉ារីសប្រទេសបារាំងដើម្បីពិភាក្សាគ្នាលម្អិតអំពីទំនាក់ទំនងកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងប្រទេសទាំងពីរហើយអញ្ចឹងបើសិនបើលោកត្រាំពិតជាលុបចោលដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំងប្រទេសចិននៅដំណាច់ខែមីនានេះមានន័យថាគ្រប់យ៉ាងគឺត្រូវអត់បានសម្រេចជាផែនការអីទេដល់អញ្ចឹងភាពតានតឹងផ្នែកពាណិជ្ជកម្មរវាងប្រទេសចិននិងសហរដ្ឋអាមេរិកនឹងវាអាចនឹងកើតមានពីព្រោះគ្រាន់តែសហរដ្ឋអាមេរិកនិងប្រទេសចិននេះប្រហែលនឹង 40% នៃទំនាក់ទំនងពាណិជ្ជកម្មនៅលើពិភពលោកមានន័យទំហំពាណិជ្ជកម្មទំនាក់ទំនងពាណិជ្ជកម្មរវាងចិនអាមេរិកគឺធំមែនទែនស្ទើរតែពាក់កណ្ដាលនៃពាណិជ្ជកម្មនៃពិភពលោកទៅហើយភាគីទាំងពីរនេះមិនទាន់មានកិច្ចព្រមព្រៀងអញ្ចឹងវាខកខានបើលោកត្រាំពិតជាពន្យាពេលក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនមែននោះមានន័យថាគ្រប់យ៉ាងទាំងអស់គឺត្រូវទុកចោលមិនបានសម្រេចដោយបំណងដែលខាងភាគីចិននិងសហរដ្ឋអាមេរិកត្រូវត្រៀមទុកនោះទេហើយម្យ៉ាងទៀតសហរដ្ឋអាមេរិកនិងប្រទេសចិននឹងមិនមែនមានភាពតានតឹងមិនមែនត្រូវដោះស្រាយគ្នាតែរឿងពាណិជ្ជកម្មមកមុខទេសូម្បីតែទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរនោះក៏មានភាពល្អកកដែរហើយម្យ៉ាងទៀតសហរដ្ឋអាមេរិកកំពុងតែបើកការស៊ើបអង្កេតទៅលើក្រុមហ៊ុនមួយចំនួនរបស់ប្រទេសចិននៅក្រៅប្រទេសផងដែរដែលខាងភាគីចិននេះក៏ត្រូវដោះស្រាយម្យ៉ាងទៀតការប្រកួតប្រជែងទីតាំងភូមិសាស្ត្រនយោបាយរវាងប្រទេសមហាអំណាចទាំងពីរក៏នៅតែមានដែរដូចជានៅខាងប្រទេសវ៉ាណេស៊ុយឡាជាដើមនោះគឺពេលដែលមេដឹកនាំវ៉ាណេស៊ុយឡាត្រូវបានចាប់ខ្លួនអញ្ចឹងមានន័យថាទំនាក់ទំនងពាណិជ្ជកម្មរវាងចិនអាមេរិកក៏មានផលប៉ះពាល់ដែរប៉ះពាល់ដោយសារតែទំនាក់ទំនងពាណិជ្ជកម្មរវាងចិននិងវ៉ាណេស៊ុយឡាគឺមានទំហំធំហើយចិនក៏ទទួលបានផលប្រយោជន៍ច្រើនពីប្រទេសនោះដែរហើយក៏ត្រូវដោះស្រាយជាមួយសហរដ្ឋអាមេរិកក្នុងដំណើរទស្សនកិច្ចរបស់លោក Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិកទៅកាន់ប្រទេសចិននេះដែរហើយនឹងមានរឿងច្រើនទៀតដែលត្រូវនិយាយគ្នាអញ្ចឹងបើតាមការលើកឡើងរបស់តំណាងប្រទេសចិនទទួលបន្ទុកផ្នែកពាណិជ្ជកម្មលោកលីឆាំងកាងថាគ្រប់យ៉ាងដែលចិននិងសហរដ្ឋអាមេរិកបានត្រៀមទុកសម្រាប់ដំណើរទស្សនកិច្ចលោកត្រាំនឹងឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីនេះគឺជារឿងមួយដូចជាអាសាបង់ឬក៏ត្រូវពន្យាពេលបន្ថែមទៀតដែលធ្វើឲ្យមានភាពតានតឹងហើយចិនក៏បង្ហាញពីក្តីបារម្ភដែរចំពោះលោក Donald Trump ដែលមិនបានធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនតាមការគ្រោងទុកនិយាយសរុបមកវិញចំពោះផលប៉ះពាល់មានន័យថាភាពតានតឹងរវាងប្រទេសទាំងពីរគឺចិននិងសហរដ្ឋអាមេរិកដែលមានរយៈកាលកន្លងមកទាំងភាពតានតឹងផ្នែកពាណិជ្ជកម្មទាំងភាពតានតឹងផ្នែកការទូតនិងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយនោះគឺនៅតែមានដដែលប្រសិនបើប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ពិតជាពន្យាពេលដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសចិននៅដំណាច់ខែមីនានេះបាទសូមអរគុណលោកសេរីមានបន្តតាមដានបន្តទៀតអំពីបញ្ហាក្នុងទំនាក់ទំនងរវាងចិននិងសហរដ្ឋអាមេរិកជម្រាបលាបាទអរគុណ